សួស្តីអ្នកទាំងអស់គ្នាសុខសប្បាយថ្ងៃនេះខ្ញុំនឹងនិយាយអំពី stable coins ក៏ប៉ុន្តែជាដំបូងដូចជាធម្មតាខ្ញុំនិយាយអំពីផ្សារភាគហ៊ុនបន្តិចតើវាមានដំណើរការយ៉ាងណាតារាងនេះជាតារាងសម្រាប់ SPX ប្រចាំ SP500 ប្រចាំផ្សារទូទៅកាលមុនខ្ញុំបង្ហាញបងប្អូនបកគោមួយនេះមានកតុយវែងបានន័យថាវានឹងឡើងទៅទៀតហើយខ្ញុំប្រាប់បងប្អូនថាវាជាគោប្រាក់ឡើងទៅលើអានេះប្រចាំមួយខែ5ខែ6ឥឡូវនេះមិនទាន់ចប់នៅឡើយទេប៉ុន្តែយើងចូលខែ6 3អាទិត្យរួចទៅហើយបងប្អូនឃើញយ៉ាងម៉េចមានដោសក់ខាងលើវែងយ៉ាងនេះបានន័យថាវាខំឡើងទៅលើដែរក៏ប៉ុន្តែឡើងទៅមិនរួចវាចុះត្រឡប់មកវិញហើយខ្ញុំមានគូបន្ទាត់មួយនេះបើសិនណាជាវាអាចឡើងហួសកន្លែងហ្នឹងគឺថាមានសង្ឃឹមច្រើនថាវានឹងឡើងទៅលើទៀតទៅប្រហែលជា6100ក៏ប៉ុន្តែវាឡើងទៅមិនរួចអាហ្នឹងតារាងប្រចាំខែបើសិនណាជាយើងមើលតារាងប្រចាំអាទិត្យឃើញយ៉ាងម៉េចមួយបកគោជាមួយអាទិត្យ3អាទិត្យមុនឡើងប៉ុន្តែឡើងមិនហួសបន្ទាត់នេះជា resistance ជាទំនប់រាប់មកទៀតពីអាទិត្យកន្លងទៅឡើងទៅហួសក៏ប៉ុន្តែត្រឡប់ចុះមកវិញហើយបិទនៅខាងក្រោមបន្ទាត់នេះដែរហើយអាទិត្យកន្លងនៅនេះក៏មិនខុសគ្នាណាដែរឡើងហើយចុះមកវិញម្យ៉ាងទៀតពីព្រោះការវាយប្រហាររបស់អ៊ីស្រាអែលទៅលើអ៊ីរ៉ានហើយថ្មីនេះចុងសប្តាហ៍ President Trump បញ្ជាការទម្លាក់គ្រាប់បែកនៅនឹងប្រទេសអ៊ីរ៉ានផងដែរម្ល៉េះហើយផ្សារភាគហ៊ុនថ្ងៃនេះអត់បើក future market ផ្សារប្រចាំអនាគតនឹងបើកប្រហែលជាម៉ោង5ប្រហែល1ម៉ោងទៀតយើងនឹងដឹងតើផ្សារភាគហ៊ុននឹងចុះឬក៏ឡើងខ្ញុំនិយាយពីមុនរួចទៅហើយកាលណាមានសង្គ្រាមមានបញ្ហាសេដ្ឋកិច្ចជាឱកាសល្អយើងអាចទិញក្រុមហ៊ុនថោកម្ល៉េះហើយយើងត្រូវរងចាំមើលតើ futures ទៅយ៉ាងណាយប់នេះហើយនឹងផ្សារភាគហ៊ុននៅថ្ងៃស្អែកបើតាមមើលទៅដំណើរការឥឡូវនេះផ្សារភាគហ៊ុនមិនអាចឡើងលើពី6000ប្រហែលជាអាចធ្លាក់ចុះមកវិញមុននឹងវាឡើងបន្តទៅទៀតអ្វីដែលខ្ញុំថាយ៉ាងនេះពីព្រោះវាមានចន្លោះកន្លែងនេះការវាឡើងទៅវាចន្លោះមានប្រហោងកន្លែងនេះផ្សារតាមធម្មតាកាលណាមានប្រហោងយ៉ាងនេះវាចូលមកបំពេញកន្លែងប្រហោងហ្នឹងហើយមុននឹងវាឡើងតទៅទៀតដូច្នេះប្រហែលជាទៅមិនរួចពីព្រោះឥឡូវនេះឡើង3អាទិត្យមុនឡើងមិនផុតថា2អាទិត្យមុនឡើងផុតប៉ុន្តែត្រឡប់ចុះមកវិញហើយអាទិត្យកន្លងនេះចឹងដែរបើតាមមើលប្រហែលជាធ្លាក់ចុះមកវិញមុននឹងអាចឡើងបន្តទៅទៀតអញ្ចឹងអ្វីដែលសំខាន់ដែលខ្ញុំចង់និយាយនៅក្នុងវីដេអូនេះអំពី stable coins អញ្ចឹងហេតុអ្វីខ្ញុំនិយាយអំពី stable coins ខ្ញុំមិនធ្វើវិនិយោគនឹង cryptocurrency ឬមួយ stable coins ទេក៏ប៉ុន្តែវាប៉ះពាល់ទៅដល់ក្រុមហ៊ុនដែលខ្ញុំមាននៅក្នុង portfolio របស់ខ្ញុំដូច្នេះខ្ញុំចង់និយាយអំពី stable coins ហើយនឹង payment networks យើងនិយាយអំពីអ្វីជា stable coin ហើយហេតុអ្វីយើងនិយាយអំពី stable coin ហើយ stable coin នេះវាមានប្រយោជន៍សម្រាប់អ្នកណាខ្លះអញ្ចឹងអ្វីខ្លះដែលខ្ញុំនឹងនិយាយនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពី stable coins តើអ្វីទៅជា stable coins បន្តមកទៀតខ្ញុំនឹងនិយាយអំពី Senate approval and path to mainstream Senate ជាសភារដ្ឋសភានៃសហរដ្ឋអាមេរិកគេបាន approve stable coin ហើយគេនឹងបង្កើតជាច្បាប់ដែលតាក់ទងទៅនឹង stable coins នេះហើយខ្ញុំនឹងនិយាយអំពីវាផងដែរហើយបន្ថែមទៅទៀតពីព្រោះ Amazon ហើយនឹង Walmart បច្ចុប្បន្នថ្មីមិនយូរប្រហែលកន្លងទៅនេះក៏បានគិតគូរបង្កើត stable coins របស់ខ្លួនគេម្ល៉េះហើយយើងនឹងនិយាយអំពី stable coins របស់ Amazon ហើយនឹង Walmart ផ
ផងដែរបន្តមកទៀតខ្ញុំនឹងនិយាយអំពី effects on Visa and Mastercard ពីព្រោះកាលណាមាន stable coin តើវាមានប្រយោជន៍អ្វីខ្លះហើយវាអាចប៉ះពាល់ទៅដល់ Visa ហើយនិង Mastercard របៀបណាហើយទីបំផុតយើងនិយាយអំពី consumers អតិថិជនតើអតិថិជនជ្រើសរើសមួយណាបើតាមយើងមើលទៅហើយទីបំផុតខ្ញុំនឹងនិយាយគោលសំខាន់ដែលយើងគួរតែគាត់សម្គាល់អំពីវីដេអូនេះអញ្ចឹងមុនដំបូងយើងនិយាយអំពី stable coin basics stable coins ជាកាក់អានឹងយើងហៅថាកាក់ប៉ុន្តែមិនមែនជាកាក់ដូចយើងកាក់យើងប្រើក្នុងការចាយវានេះទេអានេះជា digital tokens pegged one to one to fiat currency បានន័យថាជា computer code ហើយគេឲ្យតម្លៃវាស្មើនឹងលុយអាមេរិកបានន័យថាបើសិនណាជាមួយ token $1ស្មើនឹងចំនួនលុយ US $1ដែរជាឧទាហរណ៍ឥឡូវនេះមាន stable coins ដែលដាក់ប្រើរួចទៅហើយក៏ប៉ុន្តែអតិថិជនភាគច្រើនមិននៅតែមិនទាន់ដឹងតើអ្វីទៅជា stable coin ហើយប្រើវារបៀបម៉េចប៉ុន្តែវាមានរួចទៅហើយមានដូចជា USDC USDT ហើយនិង DAI stable coins តើវាមានគេប្រើវារបៀបម៉េច stable coins គេប្រើវានៅតាម blockchain ដែលនឹងយើងនិយាយនៅតាម computer ទៅតាមនៅនឹង internet ហើយយើងអាចផ្ញើ stable coin នេះពីព្រោះវាដូចថាតំណាងលុយយើងដូចខ្ញុំថាអញ្ចឹង1 token គឺថាស្មើនឹង$1អញ្ចឹងវាមានប្រយោជន៍អ្វីវាមានប្រយោជន៍ទី1គឺថានៅក្នុងការផ្ទេរវាពីកន្លែងមួយទៅកន្លែងមួយឬក៏ផ្ទេរវាពីមនុស្សម្នាក់ទៅមនុស្សម្នាក់គឺថាវាអាចផ្ទេរលឿនគឺថា24ម៉ោងក្នុងមួយសប្តាហ៍គឺថាយើងអាចទេវាពេលណាម៉ោងណាក៏បានដែរហើយបន្ថែមទៀតតើយើងអាចប្រើវាយ៉ាងម៉េចយើងអាចប្រើវាជាទេលុយពីកន្លែងមួយទៅកន្លែងមួយយើងអាចប្រើវាជា DeFi ជា decentralized finance ពីព្រោះឥឡូវនេះបើសិនណាជាយើងផ្ទេរលុយពីកន្លែងមួយទៅកន្លែងមួយឬមួយក៏យើងប្រើលុយដើម្បីទិញអ្វីមួយគឺថាយើងប្រើ credit card ឬមួយយើងប្រើធនាគារប៉ុន្តែបើសិនណាជាយើងប្រើ stable coin យើងមិនត្រូវចាំបាច់ធនាគារឬមួយក៏ Visa card ឬមួយក៏ Mastercard យើងអាចប្រើ stable coin ដែលរស់នៅតាម blockchain ហើយយើងទេវាពេលណាស្មើណាបានតាមចិត្តហើយម្យ៉ាងទៀតយើងអាចប្រើជា inflation hedge អានេះយើងនិយាយកាលណាយើងមានអតិផរណាឧបមាថាលុយយើងមានតម្លៃជាចូលទៅចូលលឿនហើយយើងអត់មានអ្វីប្រើជំនួសវាអញ្ចឹងយើងអាចខាតថាបើសិនណាជាយើងមាន stable coin យើងមិនទុកលុយនៅនឹងលុយប្រចាំប្រទេសរបស់យើងប្រើ stable coin គឺថាតម្លៃវានៅនឹងតាមតម្លៃលុយផុសអាមេរិកម្ល៉េះហើយគឺថាវាមានប្រយោជន៍តាមនឹងដែរអញ្ចឹងបន្តមកទៀតខ្ញុំនិយាយអំពី Amazon ហើយនិង Walmart coin plans ពីព្រោះប្រហែលជា2អាទិត្យ3អាទិត្យមុននេះ Amazon ហើយនិង Walmart គេគិតថាគេនឹងបង្កើត stable coins របស់គេពីព្រោះអ្វីពីព្រោះអតិថិជនកាលណាយើងទិញអីវ៉ាន់ពី Walmart ឬក៏ Amazon យើងប្រើ credit card Amazon ហើយនិង Walmart វាត្រូវបង់លុយជាសេវា2ឬក៏3%ម្ល៉េះហើយគឺថាអស់លុយច្រើនបើសិនណាជាគេអាចសន្សំលុយទាំងនោះគឺថាវាមានប្រយោជន៍សម្រាប់ក្រុមហ៊ុនម្ល៉េះហើយបើសិនណាជាគេបង្កើត stable coin របស់គេហើយអាចធ្វើយ៉ាងម៉េចឲ្យអតិថិជនប្រើ stable coin របស់គេម្ល៉េះហើយគេមិនចាំបាច់បង់ថ្លៃសេវាក្នុងពេលដែលអតិថិជនប្រើ credit card ឬក៏ Visa card ឬក៏ Mastercard ម្ល៉េះហើយគឺថាគេគិតគូរអំពីរឿងហ្នឹងដែរអញ្ចឹងគោលបំណងគឺថាគោលបំណងដើម្បីបន្ថយតម្លៃសេវាហើយម្យ៉ាងទៀតគេជាម្ចាស់ក្នុងការទូទាត់បង់លុយក្នុងការទិញអីវ៉ាន់ពីគេហ្នឹងម្ល៉េះហើយគេមិនចំណាយលុយទៅលើ fees ទៅលើ server
យ៉ាងច្រើនហើយម្យ៉ាងទៀតបើសិនជាគេធ្វើយ៉ាងនេះគឺថាលុយចេញចូលគឺថានៅក្នុងរង្វង់របស់គេពីព្រោះបើយើងត្រូវតែប្រើលុយ stable coin របស់គេហើយទិញអីវ៉ាន់របស់គេហើយគេមិនបង់ថ្លៃសេវាទៅឲ្យអ្នកដទៃម្ល៉េះគឺថានៅក្នុងរង្វង់របស់គេនៅក្នុងសង្គមគេតែមួយ programmable discounts instant refunds ហើយបើសិនជាគេត្រូវការចុះថ្លៃឲ្យយើងគេអាចធ្វើជាកម្មវិធីធ្វើបានហើយបើសិនជាយើងចង់ទាមទារយកលុយវិញគេអាច refund ឲ្យយើងបានភ្លាមផងដែរពីព្រោះតាមធម្មតាបើសិនជាយើងធ្វើ refund យើងយកលុយយើងមកវិញដូរអីវ៉ាន់អីអញ្ចឹងដល់2-3ថ្ងៃឬមួយក៏ជួនណាដល់មួយអាទិត្យបានលុយចូលទៅក្នុងគណនីរបស់យើងវិញបើសិនជាយើងប្រើ stable coin យើងធ្វើភ្លាមបានភ្លាមលុយមកវិញកាលណាយើងដូររបស់យកលុយវិញ regulatory scrutiny and user trust critical ម្យ៉ាងទៀតកាលណាគេធ្វើយ៉ាងនេះគឺថាគេអាចបំបត្តិបំបាំងវាពីរដ្ឋាភិបាលដែលអាចឃើញតើលុយចេញចូលប្រមាណអីពីព្រោះលុយនេះវារត់នៅក្នុងរង្វង់របស់គេនៅក្នុងសង្គមរបស់គេម្ល៉េះហើយគឺថាអាចជាអាចជាអាក្រក់ល្អសម្រាប់ក្រុមហ៊ុនក៏ប៉ុន្តែប្រហែលជាមិនល្អសម្រាប់យើងអ្នកប្រើប្រាស់ជាអតិថិជនហើយថ្មីនេះផងដែរក្រោយពី Amazon ហើយនឹង Walmart គេគិតគូរបង្កើត stable coin របស់គេព្រឹទ្ធសភាក៏បានយល់ព្រមពីព្រោះក៏មុនគេមិនទទួលស្គាល់ crypto stable coin ប៉ុន្តែឥឡូវនេះគេទទួលស្គាល់ហើយយល់ព្រមជាអ្វីដែលអាចប្រើប្រាស់បានទៅថ្ងៃមុខអញ្ចឹងអានេះគ្រាន់តែជាព័ត៌មានគេថា stable coins market cap surges to record high as Senate passes bill អញ្ចឹងបានន័យយ៉ាងម៉េចពីព្រោះព្រឹទ្ធសភាគេយល់ព្រមគេអាចបង្កើតជាច្បាប់តើយើងប្រើវារបៀបម៉េចយើងត្រូវមានរបៀបម៉េចយើងត្រូវរក្សាវារបៀបម៉េចយើងត្រូវតម្កល់តម្លៃវាយ៉ាងម៉េចពីព្រោះឥឡូវនេះគ្រាន់តែនិយាយថា1 token stable coin ត្រូវស្មើ$1ក៏ប៉ុន្តែ$1ហ្នឹងនៅឯណាអ្នកកាន់កាប់$1ហ្នឹងបើសិនជាយើងធ្វើឲ្យត្រឹមត្រូវគឺថាបើសិនជាយើងបង្កើត1000 stable coins យើងត្រូវមានលុយតម្កល់$1000ផងដែរបើមិនអញ្ចឹងទេអត់មានន័យទេ clear rules institutional confidence គឺថាព្រឹទ្ធសភាត្រូវពិនិត្យបច្ច័យមើលហើយបង្កើតជាច្បាប់ទាក់ទងទៅនឹង stable coins ហ្នឹងដើម្បីឲ្យ institutional confidence បានន័យថាធនាគារឬក៏ខាងហិរញ្ញវត្ថុហ្នឹងគេមានទំនុកទុកចិត្តដែលយើងអាចប្រើ stable coin បាន potential for bank integrations and merchant adoption បើកាលណាយើងមានច្បាប់ច្បាស់លាស់ហើយយើងមានលុយតម្កល់ទុកដូចខ្ញុំថាជាង1000 tokens ស្មើនឹង$1000លុយតម្កល់ទុកអញ្ចឹងគឺថាធនាគារឬមួយក៏អតិថិជនហើយនឹង merchant ហើយនឹងពាណិជ្ជករក៏គេអាចទុកចិត្តម្ល៉េះហើយគឺថាយើងទាំងអស់គ្នាអាចប្រើប្រាស់ stable coin បានជាជាងយើងប្រើលុយធម្មតា House vote next key milestone បន្ទាប់ពីទៅព្រឹទ្ធសភាគឺថាច្បាប់នៅសហរដ្ឋអាមេរិកគឺថា House មួយចំណែកទៀតនៃសហរដ្ឋអាមេរិកច្បាប់របស់គេក្រោយពីទៅព្រឹទ្ធសភាត្រូវទៅសភាមួយទៀត House of Congress ដើម្បីគេបោះឆ្នោតហើយនឹងបង្កើតជាច្បាប់ពេញលេញពីព្រោះមិនមែនតែព្រឹទ្ធសភាមួយទេដែលសម្រាប់គឺថាខាង House of Congress ត្រូវតែសម្រាប់ផងដែរimpact on Visa and Mastercard តើ stablecoin អាចប៉ះពាល់ទៅដល់ Mastercard ហើយនិង Visa យ៉ាងម៉េចពីព្រោះឥឡូវនេះកាលណាយើងទិញអ្វីយើងជាអ្នកទិញជាអ្នកអតិថិជនអត់មានអស់លុយអីទេក៏ប៉ុន្តែពាណិជ្ជករដូចជា Walmart ឬមួយក៏ Amazon គេត្រូវបង់លុយពី2ទៅ3% interchange fees បានន័យថាយើងប្រើ credit card ទៅទិញអីវ៉ាន់របស់គេតម្លៃឧបមាថា$100
$2 ហ្នឹងឬក៏$3 Amazon ឬក៏ Walmart ត្រូវបង់ទៅ Visa ឬក៏ Mastercard ដើម្បីអ្វីដើម្បីយកលុយពីយើងពីអតិថិជនអាហ្នឹងគឺថាដូចថាយើងដើរលើស្ពានយើងត្រូវបង់លុយណាហើយ Amazon ហើយនឹង Walmart វាប្រើស្ពានតាម Visa ហើយ Mastercard ម្ល៉េះហើយកាលណាពេលយើង charge ម្ដងគឺថាត្រូវបង់លុយទៅម្ចាស់ស្ពានជា Visa ហើយនឹង Mastercard instant settlement versus card T plus 1 to 2 days អានេះយើងនិយាយអំពីបើសិនណាជាយើងប្រើ stable coin គឺថាលុយផ្លាស់ប្ដូរកន្លែងពីមួយទៅកន្លែងមួយពីអតិថិជនទៅពាណិជ្ជករគឺថាភ្លាមក៏ប៉ុន្តែបើសិនណាជាយើងប្រើ Visa card Mastercard តើតែ2ថ្ងៃឬក៏3ថ្ងៃបានទៅដល់ពាណិជ្ជករអាហ្នឹងគឺថាយឺតបើយើងប្រើ stable coin វាទៅលឿន networks piloting USDC settlement and crypto card អ្វីដែលអាចជាធ្វើជាការពិសោធន៍គឺថាបង្កើត network អញ្ចឹងយើងអាចបង្កើតជាបណ្ដាញមួយដើម្បីធ្វើជាការពិសោធន៍ប្រើ USDC ជាជាងយើងប្រើបណ្ដាញតាម Visa ហើយនិង Mastercard ហើយមិនត្រឹមប៉ុណ្ណោះយើងអាចបង្កើតដូចជា crypto card អានឹងជាអ្វីដែល Visa ហើយនិង Mastercard អាចបង្កើតជាជាងឲ្យក្រុមហ៊ុនផ្សេងបង្កើត stable coin ហើយ Visa card ហើយនិង Mastercard ខាតអាលុយដែលយើងមិនបានយកពីពាណិជ្ជករ revenue compression shift to gateway បើសិនណាជាវាកើតឡើងយ៉ាងនេះគេប្រើ stable coin ហើយ Visa ហើយ Mastercard មិនអាច charge ពី3%ពីពាណិជ្ជករអញ្ចឹងគឺថាលុយចំណូលនឹងចុះrevenue compression ហើយបើសិនណាជាគេចង់បន្តទៅទៀតពីព្រោះបណ្ដាញ Visa ហើយ Mastercard នឹងវាធំសម្បើមគឺថាយើងអាចប្រើអាចបង្កើត stable coin របស់គេម្ល៉េះហើយទៅជាមិនមែនជាដូចថាម្ចាស់ស្ពានទៀតទេអញ្ចឹងមិនមែនដូចពីមុនទេពីព្រោះពីមុនគឺថាគេត្រូវឆ្លងស្ពានរបស់យើងអាចទាមទារយកលុយឥឡូវនេះទៅជារបៀបផ្សេងគឺថាយើងត្រូវប្រើ stable coin ហើយបើយើង charge គេក៏មិនអាច charge ដល់ពី3%ផងដែរ impact on Visa អញ្ចឹងតើប៉ះពាល់ដល់ Visa យ៉ាងម៉េចគ្រាន់តែ Amazon ហើយនិង Walmart ប្រកាសថាគេនឹងគិតគូរបង្កើត stable coin របស់គេ Visa ធ្លាក់ចុះប្រហែលជា 5% ហើយប្រចាំអាទិត្យទៅកន្លងទៅនេះរាប់បញ្ចូលទៅគឺថា Visa ចុះ 6% ពីព្រោះអ្វីពីព្រោះមនុស្សអ្នកវិនិយោគិនគិតថាដូចខ្ញុំទៅបង្ហាញអញ្ចឹងគឺថា Visa នឹងមិនអាចរកលុយបានពីព្រោះមិនបានច្រើនដូចមុនពីព្រោះ2ទៅ3%ហ្នឹងទៅជាតិចជាង 1% ទៅទៀតបើសិនណាជា Visa ហើយនិង Mastercard អាចបង្កើត stable coin របស់គេអានេះខ្ញុំទៅនឹងនិយាយរួចទៅហើយគឺថាវាចុះ 6% ហើយមិនត្រឹមតែ Amazon ហើយនឹង Walmart ប្រកាសថាគេនឹងបង្កើត stable coin ម្យ៉ាងទៀតខ្ញុំទៅប្រាប់បងប្អូនប្រសិទ្ធភាពក៏គេយល់ព្រមទទួលស្គាល់ stable coin ម្ល៉េះហើយធ្វើឲ្យ Visa នេះឬទៅចុះទៅទៀតហើយ Mastercard ក៏មិនខុសគ្នាណាដែរប្រចាំអាទិត្យកន្លងទៅនេះធ្លាក់ចុះជិត 7% ហើយដូចគ្នាអញ្ចឹងដែរទី1 Amazon ហើយនឹង Walmart ប្រកាសថាគេនឹងបង្កើត stable coin ហើយព្រឹទ្ធសភាប្រកាសថាគេទទួលស្គាល់ stable coin អញ្ចឹងបន្តទៅទៀតយើងនឹងមើល Visa ហើយ Mastercard អូខេបងប្អូនឃើញយ៉ាងម៉េចអានេះជាតារាងប្រចាំថ្ងៃសម្រាប់ Visa នៅលើនេះអាទិត្យមុននេះឃើញយ៉ាងម៉េចវានៅលើនេះ370 ply ធ្លាក់រហូតទៅដល់ក្រោមនេះ340 ply ឡើងទៅលើបិទនៅ350 ply ថ្ងៃសុក្រកន្លងទៅនេះចុះបន្ថែមទៀតរហូតទៅដល់334 35អីហើយបិទនៅលើនេះតម្លៃ338.57
visa ធ្លាក់ច្រើនយ៉ាងនេះក៏នៅមិនទាន់ថោកដែរម្ល៉េះហើយគឺថាបើយើងចង់ទិញក៏មិនទាន់អាចទិញបានដែរត្រូវចាំបន្តិចទៀតទៅដល់300អីបានល្អទិញកន្លែងនេះ320ផ្លាយបើសិនជាយើងចង់ទិញយើងអាចទិញខ្លះតែយកល្អយើងទិញនៅក្រោមនេះប្រហែល315អញ្ចឹងបើសិនជាយើងចង់ទិញខ្លាំងយើងអាចចាប់ផ្ដើមទិញប្រហែល325ប៉ុន្តែយកល្អចាំវាមកដល់កន្លែង233 MA កន្លែងនេះប្រហែលជា315អានឹងយើងអាចចាប់ផ្ដើមទិញវាបានបន្តមកទៀតនេះជា Mastercard បងប្អូនឃើញយ៉ាងម៉េចវានៅលើខ្ពស់នេះប្រហែល590ធ្លាក់រហូតទៅដល់550ផ្លាយហើយថ្ងៃសុក្រនេះធ្លាក់រហូតទៅដល់526.27អីក៏ប៉ុន្តែបិទនៅ532.97Mastercard ឥឡូវនេះថោកបន្តិចបន្តួចក៏ប៉ុន្តែមិនជាល្អទិញណាទេបើសិនជាយើងអាចទិញក្រោមនេះប្រហែលជានេះប្រហែលនេះប្រហែល525អីអានឹងយើងគួរតែទិញវាខ្លះហើយបើសិនជាវាចុះមក500អានឹងច្បាស់ជាទិញមែនទែនហេតុអ្វីបានជាខ្ញុំនិយាយថាទិញ Visa ហើយនឹង Mastercard ពីព្រោះអញ្ចឹងយើងត្រឡប់មកនេះវិញនិយាយអំពី consumer adoption hurdles បានន័យថាអញ្ចឹងយើងចង់និយាយអំពីអតិថិជនពីព្រោះយើងនិយាយពិតទៅគឺថាអ្នកណាបងលុយកាលណាយើងទិញឲ្យបានយើងប្រើ credit card ជា Visa ឬមួយ Mastercard យើងអ្នកទិញជាអតិថិជនយើងអត់មានបង់តម្លៃ fee ដែលយើងត្រូវបង់នោះទេ merchant ពាណិជ្ជករជាអ្នកដែលបង់ថ្លៃដូចខ្ញុំបង្ហាញយើងពី2ទៅ3%បើសិនជាគេអាចជៀសវាងបានគេនឹងជៀសវាងហើយនឹងចំណេញលុយដែរក៏ប៉ុន្តែយើងប្រើ Visa card ឬមួយក៏ Mastercard វាមានអ្វីសំខាន់សម្រាប់យើងជាអតិថិជនទី1កាតខ្លះគេឲ្យជារង្វាន់បើសិនជាយើងចាយច្រើនគេឲ្យលុយមកវិញខ្លះហើយបន្ថែមទៅទៀតគេមានហៅថា fraud protection ថាបើសិនជាមានคล้ายអីគេទទួលគេធានាបើយើងប្រើ stable coin ឥឡូវនេះអត់មានច្បាប់អត់មានទម្លាប់ហើយត្រូវគេ hack ទៅគឺយើងអាចខាតអស់ 100% stable coins demand wallet key management បើសិនជាយើងមាន stable coins មិនមែនយើងដាក់នៅក្នុងធនាគារឬក៏ដាក់នៅក្នុង computer យើងអាចដាក់នៅ computer យើងបានក៏ប៉ុន្តែអ្នកផ្សេងអាចដឹង key password របស់យើងគឺថាគេអាច hack ទៅក្នុងគណនីរបស់យើងហើយយក stable coin របស់យើងឡើយគឺថាហ្នឹងអញញ៉ៃបន្ថែមទៀតពីព្រោះឥឡូវនេះទី1យើងជាអតិថិជនយើងអត់មានចំណាយលុយអីលើសេវាហើយយើងប្រើតែកាត credit card ឬក៏យើងបើយើងប្រើធនាគារកាតពីធនាគារបើសិនជាយើងប្រើ stable coin យើងត្រូវបង្កើតកាបូបសម្រាប់ stable coin ហើយយើងត្រូវចេះគ្រប់គ្រង password ហើយដូចខ្ញុំទើបថាអញ្ចឹងគឺថាបើសិនជាយើងប្រើធនាគារយើងប្រើលុយ credit card ឬក៏ Mastercard គេមានការរ៉ាប់រងជា FDIC ក៏ប៉ុន្តែបើយើងប្រើ stable coin អត់មានការធានារ៉ាប់រងហើយបើសិនជាបើត្រូវគេ hack គេអាចលួចយក stable coin យើងទាំងអស់បានហើយគ្មានអ្នកណាធានារ៉ាប់រង consumers need clear incentives to switch មកហើយគឺថាជាអតិថិជនលុះត្រាតែមានអ្វីពិតប្រាកដបើមិនដូច្នេះទេយើងនឹងមិនបដូរពីប្រើលុយធម្មតាប្រើ credit card ប្រើធនាគារដើម្បីទិញអ្វីផ្សេងឬប្រើសម្រាប់សេវាកម្មនោះទេដូច្នេះបើតាមខ្ញុំមើលគឺថាមិនងាយឲ្យអតិថិជនបដូរពីប្រើលុយប្រើ credit card ប្រើធនាគារទៅប្រើកាបូបជាសម្រាប់ stable coin ហើយយើងមិនដឹងតើវាអាចកើតឡើងយ៉ាងណាបើសិនណាត្រូវគេ hack ឬមួយក៏យើងបាត់
password ទៅយើងទៅយក stable coin នឹងវិញបានយ៉ាងម៉េចអញ្ចឹងអ្វីដែលសំខាន់សរុបទៅគឺថា stable coins វាអត់អស់លុយច្រើនអត់អស់លុយជាសេវាសម្រាប់អ្នកណាសម្រាប់ពាណិជ្ជករមិនមែនសម្រាប់អតិថិជនយើងជាអ្នកទិញនោះទេម្ល៉េះហើយគឺថាប្រយោជន៍បើសិនណានិយាយប្រើ stable coin ប្រយោជន៍សម្រាប់ពាណិជ្ជករមិនត្រឹមតែតម្លៃសេវាតិចហើយវាលឿនបើសិនណាយើងលក់អីបានយើងបានលុយភ្លាមមិនមែនពី3ថ្ងៃក្រោយមកទេប៉ុន្តែបើសិនណាជាយើងនិយាយអំពី consumers អតិថិជនគឺថាមានហានិភ័យច្រើនម្ល៉េះហើយមិនងាយយោបល់ខ្ញុំមិនងាយអតិថិជននឹងបដូរទៅ stable coin merchant savings versus consumer incentives mismatch អញ្ចឹងគឺថាវាមានប្រយោជន៍ខុសគ្នាបើសិនណាជាយើងប្រើ stable coin ប្រយោជន៍សម្រាប់ពាណិជ្ជករក៏ប៉ុន្តែអត់មានប្រយោជន៍សម្រាប់អតិថិជនហើយបើសិនណាជាយើងបន្តទៅមុខប្រើ credit card ប្រើធនាគារប្រើលុយធម្មតាគឺថាប្រយោជន៍នៅខាងអតិថិជនអញ្ចឹងអ្វីដែលសំខាន់សម្រាប់ Visa Mastercard ដើម្បីបន្តអាជីវកម្មរបស់គេគឺថាត្រូវតែប្រែប្រួលរបៀបគេធ្វើ business គឺថាត្រូវ adapt ប្រហែលជាដូចខ្ញុំថាចឹងគេអាចបង្កើតជា stable coin របស់ខ្លួនគេហើយបើសិនណាជាយើងចង់ប្រើយើងមិនអាចប្រើ stable coin របស់អ្នកណាផ្សេងទៀតទេយើងប្រើ stable coin សម្រាប់ Visa ហើយនិង Mastercard ហើយគេអាចដាក់បញ្ចូលទៅក្នុងបណ្ដាញក្នុង network របស់គេហើយគឺថាងាយស្រួលទេគ្រាន់តែជាជាងយើងប្រើជាលុយផ្ទេរពីមួយកន្លែងទៅមួយកន្លែងយើងត្រូវប្រើ Visa card ឬក៏ Mastercard stable coin ជាជាងប្រើ stable coin ពីក្រុមហ៊ុនផ្សេងម្យ៉ាងទៀតបើសិនណាជាក្រុមហ៊ុនផ្សេងគ្រប់គ្នាមាន stable coin យើងជាអតិថិជនយើងជាអ្នកប្រើប្រាស់តើមានកាបូបហ្នឹងគឺថាមានលុយគ្រប់យ៉ាងយើងចង់ទៅ Walmart តើប្រើ Walmart stable coin យើងចង់ទិញអីវ៉ាន់ពី Amazon តើមាន Amazon stable coin បងប្អូនទិញអីវ៉ាន់មិនមែនទិញតែមួយកន្លែងពីរកន្លែងណាយើងទិញ4 5 10កន្លែងម្ល៉េះហើយតើមាន stable coin ហ្នឹងគ្រប់កន្លែងម្ល៉េះហើយគឺថារញ៉េរញ៉ៃយើងជាអតិថិជនយើងចង់បានអ្វីសាមញ្ញអ្វីងាយម្ល៉េះហើយបើសិនណាជា Visa Mastercard វាបង្កើត stable coin របស់វាគឺថាវាអាចបន្តអាជីវកម្មទៅមុខបានអញ្ចឹង big retail coins could accelerate change អញ្ចឹងយើងមិនទាន់ដឹងតើនឹងអាចคล้ายទៅជាយ៉ាងណាក៏ប៉ុន្តែបើតាមខ្ញុំមើលទៅគឺថា Mastercard ហើយនឹង Visa អាចបង្កើតជា stable coins របស់គេហើយអាចបានប្រើប្រាស់ជាទូទៅឥឡូវនេះអ្នកវិនិយោគិនខ្លះគិតថាវាប្រហែលជាមិនអាចទៅរួចពីព្រោះ stable coins មិនត្រូវការបណ្ដាញ Visa ហើយនិង Mastercard ក៏ប៉ុន្តែខ្ញុំយល់ឃើញថាពីព្រោះបណ្ដាញ Visa ហើយ Mastercard នេះវាធំហើយវារឹងមាំហើយវាអាចកែប្រែតែបន្តិចដោយបង្កើត stable coin របស់គេគឺថាអាជីវកម្មរបស់គេនឹងបន្តទៅមុខទៀតដោយគ្មានបញ្ហាអញ្ចឹងតែប៉ុណ្្នឹងទេសម្រាប់វីដេអូនេះបងប្អូនមានសំណួរដាក់នៅខាងក្រោមកុំភ្លេចជួយ like subscribe ហើយនិង share ជួបគ្នាលើក្រោយទៀតបាយបាយ